រដូវអាចខាត់ស្បែកបានអត់ហើយគូជ្រើសស្ក្រាប់ប្រភេទណាល្អស្រីយើងអាចនឹងមានចម្ងល់ហើយថាថ្ងៃមករដូវនឹងអាចខាត់ស្បែកឬក៏អាចកក់សក់បានឬអត់ព្រោះតែងតែឮគេដំណំថាមករដូវគឺមិនអាចខាត់ស្បែកបានទេព្រោះវាប៉ះពាល់ទៅដល់ការមរដូវអាចធ្វើឲ្យខូចស្បែកប៉ះពាល់ស្បែកហើយបើកក់សក់វិញគេថាអាចនឹងបង្អាក់ការមរដូវបានសរុបមកវិញគឺមិនអាចធ្វើអ្វីបានទាំងអស់ត្រូវតែថ្នមខ្លួនខ្លាំងមែនទែននៅក្នុងថ្ងៃមរដូវនឹងការពិតទៅគ្មានការសិក្សាណាមួយដែលហាមឃាត់មិនឲ្យបងប្អូនកក់សក់ខាត់ស្បែកនៅក្នុងថ្ងៃមរដូវទេក៏ប៉ុន្តែមានតែបងប្អូនចាំបាច់ត្រូវធ្វើដូចជាកក់សក់ជាដើមនៅក្នុងថ្ងៃមរដូវមួយទៀតនឹងការធ្វើអនាម័យគឺសំខាន់មែនទែនកក់សក់ងូតទឹកឲ្យស្អាតសម្អាតខ្លួនឲ្យជ្រះល្អគឺជាអ្វីដែលបងប្អូនស្រីគួរតែធ្វើមួយវិញទៀតការថែស្បែកនៅក្នុងថ្ងៃមរដូវដូចជាការខាត់ស្បែកនេះគឺបងប្អូនអាចខាត់បានតែគ្រាន់តែថាបងប្អូនកុំយល់ជាប្រភេទផលិតផលខាត់ស្បែកដែលមានជាតិកាត់ជាតិគីមីឬក៏ប្រភេទ scrub ដែលបដូរពណ៌ស្បែកលឿនហើយបងប្អូនយកមកប្រើនៅក្នុងថ្ងៃមរដូវឲ្យសោះ